ស្វាគមន៍បងប្អូនអរគ្នាមកកាន់ប្រទេសស្វីដែលជាវីដេអូបន្ទាប់ចុងក្រោយរបស់ខ្ញុំនៅក្នុងទីក្រុង Groye ដែលនៅតាមភ្នំនេះគឺខ្ញុំដើរឡើងទៅកាន់ប្រាសាទមួយដែលគេហៅថាសារមន្ទីរអេលៀននេះបងប្អូនអរគ្នាគឺជាលើកទី1របស់ខ្ញុំហើយដែលឡើងទៅសារមន្ទីរអេលៀនអត់ដែលឮទេផ្លូវឡើងបងប្អូនឃើញគោឃើញទេសភាពនៅប្រទេសស្វីនឹងគឺមានតែប៉ុណ្្នឹងឯងបើថាគ្មានតំបន់ទេសចរបែបធម្មជាតិអញ្ចឹងទេគឺថាអត់មានស្វីទេស្វីគឺជាតំបន់ភ្នំដែលទៅដល់កន្លែងណាក៏ដោយក៏មានតែភ្នំព្រៃព្រឹក្សាដ៏ស្រស់ស្អាតតែម្ដងដែលឃើញគោនឹងក៏ស្អាតដែរខ្ជូតណាបងប្អូនអរគ្នាអត់មានធំក្លិនអីទេគឺថាទេសភាពក៏ស្អាតខ្យល់អាកាសក៏ត្រជាក់បរិសុទ្ធខ្យល់អាកាសក៏ល្អស្រួលមែនទែនក៏ប៉ុន្តែដើមរដូវវស្សាបងប្អូនអើយដើរភ្លៀងដើរធ្លាក់តកដើរក្តៅក្តៅនិយាយពីថាអូយប្រទេសស្វីនេះគឺថាចម្លែកខុសគេខុសឯងតែម្ដងប៉ុន្តែគួរឲ្យស្រឡាញ់មែនទែនដើមរដូវក្តៅនេះដើម្បីឡើងទៅសារមន្ទីររបស់អេលៀននោះយើងត្រូវការឆ្លងកាត់ភូមិឋានមួយដែលជាភូមិសុករបស់ប្រជាពលរដ្ឋដែលគេលក់ដូរនៅខាងលើនឹងមានប្រាសាទមានអីបុរាណអញ្ចឹងណាប្រវត្តិសាស្ត្រប្រទេសគេក៏ខ្ញុំអត់ដឹងដែរតែគេហៅថាតំបន់ Groye អញ្ចឹងទៅឡើងមកដល់មាន view ឡងមួយដ៏ស្រស់ស្អាតមានគេលក់នំប៉័ងមានគេលក់របៀបញ៉ាំ cheeseជាលក់ជាមួយនំប៉័ងអញ្ចឹងណាគេ signature ប្រទេសស្វីគេឆ្ងាញ់ណាបងប្អូនមកមួយ top fan ខ្ញុំគាត់មានកូនមួយស្អាតមែនទែនហើយមុននឹងខ្ញុំបង្ហាញបងប្អូនអរគ្នាបន្តិចទៀតនេះនៅសារមន្ទីរអេលៀនហ្នឹងចង់បង្ហាញទស្សនវិជ្ជានៅតាមផ្លូវដែលដើរហ្នឹងបងប្អូនអរគ្នាឃើញអីប្លែកដែរអត់អ្វីដែលប្លែកនេះគឺជាផ្ទះរបស់គេគឺគេធ្វើតាំងពីបរមបុរាណសំបីតាឥឡូវនៅកណ្ដាលទីក្រុងក៏មានផ្ទះបែបអញ្ចឹងដែរបងប្អូននៅប្រទេសស្វីគេអត់ដែរចោលសំណង់បុរាណឬក៏ស្ថាបត្យកម្មបុរាណឯសំបីតាដុំថ្មបន្តិចបន្តួចអីក៏គេប្រមូលដាក់សារមន្ទីរដែរគឺថាស្អាតមែនទែនគឺគេអត់អាចបំភ្លេចអតីតកាលបានទេអញ្ចឹងមិនថាការរស់នៅប្រទេសស្វីសឬក៏ការដើរលេងនឹងមានអារម្មណ៍ថាអូយចម្លែកដល់ហើយដូចនៅក្នុង fairy tale តាមពិតម៉ូដគេអញ្ចឹងចំពោះបងប្អូនដែលរស់នៅប្រទេសស្វីសគាត់សាមហើយជាមួយម៉ូដទាំងអស់ហ្នឹងប៉ុន្តែចំពោះខ្ញុំដែលជាជនជាតិខ្មែរគេបានឃើញអញ្ចឹងមានអារម្មណ៍ថាអូយប្លែកភ្នែកមែនតើនេះផ្លូវចូលទៅកាន់សារមន្ទីរ Alien Museum ដែលសារមន្ទីរនេះគឺគេបង្កើតឡើងយូរហើយមានសម្រស់គឺថាប្លែកតែម្ដងមិនដែលបានឃើញទើបតែឃើញនឹងភ្នែកផ្ទាល់មិនទាន់ទាំងដើរចូលទៅក្នុងសារមន្ទីរផងគ្រាន់តែថាពីក្រៅនោះមានអារម្មណ៍ថាអ្នកដែលគូនឹងសូនរូបសារមន្ទីរ Alien នេះគឺគាត់មានគំនិតច្នៃប្រឌិតឬក៏ការសម័យរបស់គាត់នឹងគឺខ្ពស់តែម្ដងអាចមានការសម័យគូរូបឬក៏សរសេរតាក់តែងនិពន្ធជារឿងបានបើសិនជាសួរខ្ញុំថាតើមាន Alien ពិតប្រាកដមែនអត់វីដេអូហ្នឹងខ្ញុំអត់ចង់ប្រាប់ទេប៉ុន្តែគ្រាន់តែខ្ញុំចង់បង្ហាញប្រាប់បងប្អូនអរគ្នាថាគ្រប់យ៉ាងគឺវាមានពិតប្រាកដមែនគ្រាន់តែថាមិនទាន់ដល់ពេលមិនទាន់មានភស្តុតាងជាក់លាក់ដើម្បីបង្ហាញបងប្អូនអរគ្នាបើសិនជានិយាយថាភពផែនដីនេះមានតែយើងគឺចម្លែកខ្លាំងមែនទែនព្រោះថាបងប្អូនអរគ្នាធ្លាប់ងើយមើលទៅលើមេឃពេលយប់ទៅអត់ហើយឆ្ងល់ថាតើផែនដីយើងពិតជាឯកាមែនអត់នៅក្នុងចក្រវាឡដែលយើងអាចមើលឃើញផ្កាយរាប់លានរាប់ពាន់ពិភពផែនដីយើងតើផ្កាយទាំងអស់នោះអាចមើលមកផែនដីយើងហើយគិតថាយើងជាផ្កាយវិញដែរអត់ណាមិនមែនមានតែយើងទេមែនអត់បងប្អូនអាចជួយគិតខ្ញុំមើលបន្តិចមើលហើយតើនៅទីនោះមានអ្វីខ្លះដែលកំពុងសម្លឹងមើលមកយើងវិញដែរថ្ងៃនេះខ្ញុំនឹងធ្វើដំណើរឆ្លងកាត់ព្រំដែននៃវិទ្យាសាស្ត្រនិងសិល្បៈមួយនៅកន្លែងសារមន្ទីរអេលៀនហ្នឹងដើម្បីស្វែងរកការពិតអំពីជីវិតនៅក្រៅភពនិងស្វែងយល់អំពីបរិសម្នាក់ដែលបានផ្ដល់រូបរាងដល់អេលៀនដែលគួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រភាពយន្តណាដោយសារតែគេធ្លាប់ថតខ្សែភាពយន្តគេយកតាមការសម័យរបស់គាត់អញ្ចឹងសូមស្វាគមន៍បងប្អូនអរគ្នាការធ្វើដំណើរទៅកាន់ភពមួយផ្សេងទៀតនៅក្នុងសារមន្ទីរអេលៀនរូបភាពដែលបងប្អូនអរគ្នាកំពុងតែមើលនៅលើជញ្ជាំងដែលខ្ញុំបានបង្ហាញមកនេះគឺសុទ្ធសឹងតែជារូបភាពរបស់លោក HR Ginger ដែលគាត់ជាអ្នកគូររូបជាអ្នកសូនរូបជាអ្នកច្នៃរូបផ្សេងតាំងពីជំនាន់មុនណាតាំងពី100ជាងឆ្នាំមុនមកដល់ឥឡូវគឺវាយូរមែនតើអញ្ចឹងការសម័យនឹងការគូរបស់គាត់នេះមិនដឹងថា inspire ទៅខាងណាទេគេក៏បង្កើតសាច់រឿង Alien ដំបូងគេបង្អស់តាំងពីឆ្នាំ1970ជាងនឹងមកបងគេបង្អស់ដល់ឡែកបងប្អូនអរគ្នាធ្លាប់តែឃើញរូប Alien គឺចេញពីរូបគំនូររបស់លោកចិត្តសិល្បៈវិចិត្រករមួយនឹងឯងដែលគាត់គូហើយគេយកទៅបង្កើតជាសាច់រឿងផ្សេងរឿងអេលៀនរឿងវាយក្រៅភពគឺយកចេញពីសារមន្ទីរមួយនេះផ្ទាល់តែម្ដងដែលគាត់ទទួលបានពានអូស្ការដ៏អស្ចារ្យទី1បំផុតនៅលើពិភពលោកទទួលបានដោយគាត់តែម្ដងមិនតាឥឡូវគាត់បានបាត់បង់ជីវិតហើយដោយសារតែយូរឆ្នាំហើយអញ្ចឹងទៅយើងក៏ប្រើប្រាស់រូបភាពហ្នឹងជារូបភាពអេលៀនតមកនេះរហូតដល់សប្តាហ៍នេះឯងទៅតែឆ្ងល់ដោយឡែកមិនដឹងថាហេតុអីបានគាត់អាចសម័យទៅកាន់រូបភាពអេលៀនផ្សេងគ្នាប្រភេទផ្សេងគ្នាគាត់គូហើយតកតងទៅនឹងគំនូរខ្លះគេហៅថាគំនូរសម្រាប់អនាគតកាលមានន័យថាក្នុងឆ្នាំ1960ជាងហ្នឹងគាត់បានគូររូបហ្នឹងមនុស្សជាច្រើនពាន់នាក់ដែលបានមើលគំនូរឯកសារហ្នឹងគេអត់យល់ថាតើគំនូរហ្នឹងជាគំនូរអីទេប៉ុន្តែគាត់បានឆ្លើយថាគំនូរហ្នឹងគឺជាគំនូរសម្រាប់អ្នកអនាគតទើបមើលយល់មានន័យថាក្នុងឆ្នាំ1970ជាងហ្នឹងគ្មានអ្នកណាមើលរូបគំនូរនឹងយល់ទេប៉ុន្តែគាត់គិតថា
ในอนาคตនឹង100ឆ្នាំឬក៏200ឆ្នាំខាងមុខទៀតគេនឹងប្រកាសយល់ពីរូបគំនូរនឹងអញ្ចឹងគេបានដាក់ឈ្មោះរូបគំនូរទាំងអស់នឹងថាគំនូរសម្រាប់អ្នកអនាគតកាលដើម្បីយល់ដោយសារតែនីតិរហូតដល់15នាទីខ្ញុំមិនដឹងថារៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាមិនអត់ទេបងប្អូនហើយខ្ញុំប្រើសមត្ថភាពនឹងទេពកោសល្យក្នុងការបញ្ចូលសំឡេងរបស់ខ្ញុំជាងប្រហែលឆ្នាំមកនេះអស់លេងធំវិនាទីទី5នឹងតែម្ដងខ្ញុំបញ្ចូលទៀតខ្ញុំបញ្ចូលបងប្អូនទាំងអស់គ្នាមិនទៅឥឡូវយើងបញ្ចូលតាមរយៈការមើលឃើញជាក់ស្ដែងទៅលើគំនូរស្ថាបត្យកម្មរបស់លោក HR Ginger នឹងតិចរូបនេះគឺជារូបដែលគេសូនតាំងពីឆ្នាំ1907ជាងមក60ជាងមករហូតដល់7ជាងមិនមែនរូបដែលគេទៅតែសូនឥឡូវណាបងប្អូនហើយការច្នៃប្រឌិតរបស់គាត់នឹងមិនដឹងថាគាត់យកអីមកធ្វើគាត់ផ្សំគុំគាត់មានកៅគាត់មានរបស់វិទ្យាសាស្ត្រគាត់ផ្សំធ្វើម៉េចឲ្យចេញជារូបគំនូរមួយដែលបងប្អូនអរគ្នាកំពុងតែឃើញនៅតាមជានៅតាមរូបផ្សេងបងប្អូនអារូបគំនូរផ្សេងប៉ុន្តែអារូបដែលគាត់សូនចេញខ្ពស់ដូចបិសាយដូចអីហ្នឹងគឺគេធ្វើតាំងពីឆ្នាំហ្នឹងមកបងប្អូនមិនមែនគេចាក់ពុំធ្វើឥឡូវទេអត់ទេរហូតមកដល់បច្ចុប្បន្ននេះធ្លាប់មានរឿងច្រើនមែនទែនរឿងវិទ្យាសាស្ត្ររឿងអេលៀនដែលគេយករចនាបថរចនារូបហ្នឹងទៅតាមអ្វីដែលគាត់ធ្លាប់គូពីមុនមកគឺស្អាតមែនទែនស្អាតចំពោះខ្ញុំប៉ុន្តែបងប្អូនអរគ្នាមើលប្រកាសជាខ្លាចដោយសារតែខ្ញុំពិតជាឲ្យតម្លៃទៅកាន់សិល្បករវិចិត្រករដែលគាត់គូរូបចាស់ហ្នឹងឯងបីតែរូប Illuminati ហ្នឹងក៏កើតចេញពីគាត់ដែរមើលគាត់ចេះតែគូប្រាស់គូអីរហូតទៅដល់រឿង Stranger Things រឿងស្អីផ្សេងគេយក inspire តាមរឿងទាំងអស់ហ្នឹងបងប្អូនអញ្ចឹងក្នុងរឿងដែលបងប្អូនអរគ្នាធ្លាប់បានឃើញនៅក្នុងវីដេអូក្នុងរឿងបិសាចរឿង Demon រឿងវលៈរឿងអីផ្សេងទាំងអស់គឺតែងតែ inspire ចេញពីអត្ថបទណាមួយតែងតែ inspire ចេញពីរូបគំនូរណាមួយនៃអនាគតកាលអញ្ចឹងពិតជាគួរឲ្យស្ងើចសរសើរមែនដែលវិចិត្រករទាំងអស់នោះគាត់គូររូបសម្រាប់100ឆ្នាំទៀតមនុស្សមើលយល់មនុស្សបង្កើតបានតែជារឿងអញ្ចឹងមានន័យថារឿងមួយគេតែងខ្លាំងមែនទែនទើបអាចចេញរឿងហ្នឹងគំនិតនៃការច្នៃប្រឌិតរបស់សិល្បករគឺវាអស្ចារ្យខ្លាំងមែនទែនទើបទទួលបានពានរង្វាន់ Oscar ដែលជាពានរង្វាន់មិនអាចបំភ្លេចបានថាមានបងប្អូនឬក៏បងប្អូនមួយចំនួនគាត់អត់អាចសូវឲ្យតម្លៃតាក់ទងទៅនឹងការគូរគំនូរទេការគូរគំនូរមួយសន្លឹកក៏បងប្អូនបើសិនជាយើងកលែកមើលទៅចំគ្រាន់តែធម្មជាតិគ្រាន់តែដើមឈើគ្រាន់តែផ្ទះសោះមានន័យអស្ចារ្យតាមពិតការគួរពិតជាបានដាក់ចិត្តដាក់កាយទៅលើរូបគំនូរមួយនឹងមែនដើមឈើធម្មជាតិគឺកំពុងតែរស់នៅក្នុងរូបគំនូរមួយនឹងមនុស្សកំពុងតែដើរធម្មជាតិកំពុងតែរស់យ៉ាងស្រស់បំព្រងតែម្ដងអញ្ចឹងរាល់រូបគំនូរមួយបងប្អូនអរគ្នាគឺគេដាក់ចិត្តដាក់កាយខ្លាំងមែនតែនហើយក្នុងការប្រើប្រាស់រូបគំនូរទាំងអស់នោះមិនមែនគេគូឲ្យបងប្អូនអរគ្នាឃើញឲ្យអាចយកមកប្រើប្រាស់បានទេតើតែយើងព្យាយាមសម្លឹងទៅមើលរូបគំនូរមួយយើងអាចកាត់ន័យថានេះគេខំគូពិបាកមែនតែនតើគេគូនឹងហេតុអីបាទមនុស្សឈរនៅកន្លែងហ្នឹងហេតុអីបានធម្មជាតិនៅកន្លែងហ្នឹងការគិតរបស់គេគឺយើងត្រូវគិតមើលឲ្យបានដិតដល់ទើបអាចយល់អំពីអត្ថន័យនៃគំនូរនីមួយៗដែលវិចិត្រករតាំងពីចំនួនមុនគាត់បានគូមកម្លេះអញ្ចឹងខ្ញុំពិតជាលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាឬក៏អ៊ំពូមីងដែលគាត់គិតថាមិនដឹងទៅសារៈមន្ទីរទៅស្អីគូរូបដូចឈួតមិនដឹងទៅសារៈមន្ទីរទៅអីដាក់រូបដូចឡប់តាមពិតទៅអត់ឈួតហើយក៏អត់ឡប់ដែរខ្ញុំពីមុនខ្ញុំធ្លាប់គិតសាហាវជាងអ៊ំពូមីងទាំងអស់គ្នាទៀតអូ style លុយទុកលុយស៊ីបាយទុកលុយស៊ីក្រែមទុកលុយស៊ីអីមិនចូលទៅអីតាំងពីខ្ញុំចាប់ដើមស្គាល់អំពីឧទាហរណ៍ថាខ្ញុំទៅចែកដីអានេះខ្ញុំនិយាយមែនណាគេថាខ្ញុំ Rick KH ចូល review ដំបូង review ចែកដីមែនទេខ្ញុំមកពិតជាឃើញចែកដីខុសគ្នាខ្លាំងមែនតើនៅតំបន់នីមួយៗនៅក្នុងប្រជាជាតិកម្ពុជាយើងជាពិសេសចែកដីនៅតាមខេត្តចែកដីខ្លះគេបិទកញ្ចក់តាមរចនាបថឡាវតាមរចនាបថភូមិចែកដីខ្លះទៅគេមានសុំមុខថតមានអីទៅខ្ញុំតែងតែឆ្ងល់ហើយខ្ញុំនឹងធ្វើការសម្រាយទៅកាន់បងប្អូនអរគ្នាក៏ចាប់ផ្ដើមមានបងប្អូនអរគ្នាស្គាល់ខ្ញុំតាមរយៈការសម្រាយចែកដីវត្តនិងរូបភាពផ្សេងរចនាបថផ្សេងនៅកាន់វត្តជាពិសេសសាលារៀនរបស់រោគឬក៏ព្រះវិហារផ្សេងតាំងពីចំនួនណាចំនួនណីការផ្ដល់តម្លៃទៅកាន់វិចិត្រករសិល្បករឬក៏អាចភាសាមួយទៀតគេហៅថាកម្មករសំណង់តាំងពីជំនាន់មុនណាគឺជាព្រះជាម្ចាស់ហ្មងដែលអាចជប់កន្លែងទាំងអស់ហ្នឹងបានដូចជាប្រាសាទអង្គរវត្តបងប្អូនទាំងអស់គ្នាស្មានតែព្រះជប់ចេញគឺមនុស្សធ្វើអញ្ចឹងមានន័យថាកម្មករធ្វើគឺចង់ឲ្យថាអ្នកជំនាន់មុនហ្នឹងគឺជាកម្មករដល់អច្ឆរិយៈតែម្ដងដែលគាត់បានកសាងដែលយើងហៅថាដូនតាយើងបានកសាងបានបន្សល់ទុកច្រើនណាស់អញ្ចឹងរបស់ទាំងអស់ហ្នឹងបងប្អូនអរគ្នាអាចទៅមើលឲ្យផ្ដោតតម្លៃឲ្យបានដោយប្រាសាទអង្គរវត្តឬក៏សារមន្ទីរផ្សេងនៅក្នុងទីក្រុងភ្នំពេញយើងជាដើមត្រឡប់មកទស្សនវិជ្ជានៅក្នុងសារមន្ទីរអេលៀននេះវិញគឺអ្វីដែលខ្ញុំចង់បង្ហាញនិងលើកទឹកចិត្តឲ្យបងប្អូនអរគ្នាទៅណាក៏ដោយប្រទេសគេបើសិនជាបងប្អូនអរគ្នាទៅប្រទេសគេមានសារមន្ទីររាប់ពាន់បងប្អូនអរគ្នាចេះអូយមិនសប្បាយទេទៅដើរលេងកន្លែងនេះរីសតនោះសប្បាយជាង
គួរតែយើងមកប្រទេសមួយខេត្តមួយយើងចំណាយលុយមួយដើម្បីចូលទៅក្នុងសារមន្ទីរគេភាសាសារមន្ទីរគឺផ្សំផ្គុំទៅដោយរូបភាពច្រើនមែនទែនដែលដកជាប់នៅក្នុងខេត្តមួយហ្នឹងអញ្ចឹងបងប្អូនអាចមកលេងមកឲ្យស្គាល់ហើយឲ្យតម្លៃទៅកាន់រូបគំនូរទាំងអស់ហ្នឹងឬក៏គ្រាន់តែមើលឬថតរូបថតអីអញ្ចឹងទៅហើយបើសិនជាអត់ចេះអត់យល់ទេដូចខ្ញុំអញ្ចឹងគ្រាន់តែដើរមកថតវីដេអូអត់មានហ៊ាននិយាយទេបើសិនជាអត់ដឹងអីផងថតវីដេអូលេចកើតទៅបងប្អូនដើម្បីឲ្យអ៊ំពូមីងពុកម៉ែបងប្អូនដែលគាត់ស្គាល់តាក់ទងទៅនឹងគំនូរទាំងអស់ហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍យល់ថារីកេកបានបកស្រាយបរិយាយមកគឺអត់សមហេតុផលទេបកស្រាយអញ្ចេះប៉ុន្តែល្អដែររីកេកបាននាំខ្ញុំទៅទស្សនារូបគំនូរទាំងអស់ហ្នឹងអូយល្អកូននឹងនិយាយទៅត្បិតត្បាការនិយាយស្ដីរបស់គាត់វាអត់ត្រូវទៅនឹងរចនាបថនិងការពិពណ៌នារបស់រូបគំនូរហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនអរគ្នាសម័យមើលជាបងប្អូនអរគ្នាជាខ្ញុំវិញក្នុងការដើរលេងប្រទេសនីមួយៗបងប្អូនអរគ្នាគ្រាន់តែទិញសបុតហើយចូលទៅថតវីដេអូទៅនិយាយលេខកើតទៅបងប្អូនអរគ្នាបង្ហាញពួកគាត់ទៅពួកគាត់នឹងរីរ៉ាប់ប្រាប់បងប្អូនអរគ្នានៅក្នុង comment វិញជាទូទៅ fan របស់ខ្ញុំនៅពេលដែលខ្ញុំនិយាយអីមួយខុសតាក់ទងនឹងការពិពណ៌នាពួកគាត់អត់ស្ដីឲ្យខ្ញុំអត់បន្ទោសខ្ញុំអត់ជេរខ្ញុំទេពួកគាត់គិតថាខ្ញុំគឺជាអ្នកទេសចរជាអ្នកបង្ហាញសិល្បៈទស្សនីយភាពនៅគ្រប់ទីកន្លែងឲ្យពួកគាត់បានឃើញអញ្ចឹងទៅពួកគាត់មានអារម្មណ៍សប្បាយចិត្តដែរគ្រាន់តែមានការកែសម្រួលដូចថាខុសតិចតួចគាត់ comment អីបន្ថែមពីលើអញ្ចឹងទៅខ្ញុំសប្បាយចិត្តនឹងបង្ហាញពួកគាត់នៅកន្លែងបន្តទៀតការ comment បែបនេះគឺជាល្អមែនទែនចំពោះមនុស្សដែលមានចំណេះដឹងនិងចំណេះវិជ្ជាត្រឹមត្រូវដែលការលើកទឹកចិត្តគ្នាទៅវិញទៅមក comment ពាក្យល្អៗបើទោះបីជាការនិយាយនឹងមិនសូវសមរម្យខ្វះខាតកន្លែងណាមួយគឺល្អមែនទែនដើម្បីឲ្យមានការអភិវឌ្ឍនិងធ្វើវីដេអូនឹងក៏កាន់តែល្អជាងនឹងខ្ញុំពិតជាសប្បាយចិត្តមែនទែនមកដល់រយៈកាលមួយនេះដែលខ្ញុំនៅតែបន្តធ្វើវីដេអូច្រើនហើយមានបងប្អូនច្រើនមែនទែនរហូតដល់2.4 លានអ្នកអ្នកទាំងអស់គ្នាបាន follow ខ្ញុំមិននឹកស្មានខ្ញុំមានថ្ងៃនេះត្រឹមតែជាង3ឆ្នាំតែប៉ុណ្ណោះនៅលើ Facebook ហើយ YouTube ខ្ញុំអត់ដែលលេងទេបងប្អូនអើយបងប្អូនអត់សូវឃើញវីដេអូខ្ញុំទេបើសិនជាអត់ឃើញហ្មងអត់តែឃើញគឺយូរមែនទែនបងប្អូនអរគ្នាប្រហែលជា2 ពីខែជាងខ្ញុំផុសម្ដងហើយបើខ្ញុំផុសម្ដងទៅ 4-10 វីដេអូចឹងទៅក៏ស្ងាត់ទៅវិញទៅដោយសារតែខ្ញុំអត់សូវចេះលេង YouTube តែតាំងពីខ្ញុំចេះលេង YouTube ថត YouTube មកខ្ញុំតែងតែបង្ហាញបងប្អូនអរគ្នាគ្រប់ទីកន្លែងដំណើរកម្សាន្តជុំវិញពិភពលោកហើយក៏មានអ្នកចាប់ផ្ដើម Subscribe ខ្ញុំរហូតដល់ 40,000 នាក់អញ្ចឹងបើសិនជាអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូខ្ញុំមិនថាវីដេអូសាបធម្មតាឬក៏វីដេអូប្រៃផ្អែមទេគ្រាន់តែបើកទូទៅស្ដាប់ចោលទៅបងប្អូនភាសាជាងបងប្អូនអត់បានតាណាសោះអត់ដឹងនិយាយដើមគេអត់ដឹងធ្វើអីមួយគេមើលតែវីដេអូខ្ញុំទៅក៏ល្អដែរវីដេអូខ្ញុំតែងតែផ្ដល់បរិយាកាសរីករាយនិងកំដរបងប្អូនអរគ្នាចាត់ទុកថាខ្ញុំជាតួមួយដែលកំពុងតែកំដរបងប្អូនអរគ្នាមើលហើយចុច Subscribe ចុចអីទៅចុច Like ទៅបងប្អូនហើយបើសិនជានៅក្នុង comment គេមានដាក់ថាអ្នកទិញផ្កាអស់3រៀលទិញរបស់នេះអស់5រៀលនៅក្រោមហ្នឹងបងប្អូនទិញទៅបងប្អូនសបោលុយឬក៏ទិញ comment នេះឲ្យខ្ញុំ10 20 50រៀលទៅនៅក្នុង YouTube ហ្នឹងក៏បានដែរខ្ញុំអត់សូវប្រកាន់ទេនិយាយលេបងប្អូនអរគ្នាតាមពិតតែនេះគឺជា YouTube គេដាក់ឲ្យខ្ញុំនឹងក្រុមហ្នឹងមួយខែមានគេទិញនេះទិញនោះឲ្យខ្ញុំ20 30រៀលនៅក្នុង comment អញ្ចឹងណាបងប្អូនរៀងសប្បាយចិត្តដែរគ្រាន់យក20 30រៀលហ្នឹងទៅទិញបាយហូបបងប្អូននៅដោយសារនៅស្រុកគេរៀងថ្លៃដែរទៅបារាំងទៅអីហ្នឹងស៊ីតែនំប៉័ងទេមួយថ្ងៃទៅបានមកដល់ប្រទេសគេនេះបានមកលេងផ្ទះបងប្អូនខ្មែរយើងគេធ្វើម្ហូបធ្វើអីឲ្យខ្ញុំសប្បាយចិត្តមែនទែនត្រឹមតែការធ្វើវីដេអូដើម្បីបង្ហាញបងប្អូនអរគ្នាសោះស្រាប់តែមានបងប្អូនខ្មែរយើងច្រើនមែនទែនគាត់ស្រឡាញ់ចូលចិត្តគាត់ពេញចិត្តរាប់អានដូចបងប្អូនដូចគ្រួសារអញ្ចឹងមិនថាទោះបីជាខ្ញុំដើរទៅកន្លែងណាទេខ្ញុំតែងតែផ្ដល់ក្តីសុខឲ្យខ្លួនឯងហើយផ្ដល់ក្តីសុខឲ្យពួកគាត់ពីព្រោះតាការផ្ដល់ក្តីសុខឲ្យគ្នាទៅវិញទៅមកហើយបងប្អូនគឺជាក្តីសុខសុភមង្គលដែលអាចចែករំលែកគ្នាមិនថាទាំងនៅក្នុងវីដេអូចែករំលែកក្តីស្រឡាញ់និងក្រៅវីដេអូនៅពេលដែលបងប្អូនអរគ្នាបានជួបខ្ញុំនៅពេលដែលខ្ញុំទៅលេងប្រទេសផ្សេងទាំងអស់នេះគេហៅថាជាចម្លើយនៃសេចក្តីស្រឡាញ់ហើយខ្ញុំមកលេងប្រទេសនេះគឺទីក្រុងក្រូយេនេះគឺសោះស្អាតមែនទែនឥឡូវនេះចាប់ផ្ដើមភ្លៀងហើយបងប្អូនហើយរត់តណាត់តណៃបើសិនជាថាភ្លៀងធម្មតាអត់អីណាបងប្អូនភ្លៀងនេះភ្លៀងធ្លាក់តកកឈឺមែនទែនគឺរត់សឹងថារត់ដាច់ជើងហើយបងប្អូនដើម្បីទៅរកឆាត់បើសិនជាអត់បាំងឆាត់ទេធ្លាក់តកកមកហើមដែរកកនៅលើភ្នំនេះគឺរៀងធំដែរបងប្អូនមើលខ្ញុំមិនដឹងបងប្អូនអរគ្នាឃើញតកកឲ្យម្ដុំនៅចុងដៃខ្ញុំហ្នឹងអូយនិយាយទៅហាក្តៅសុកស្រាប់ថាភ្លៀងសុកធ្លាក់តកកហើយធ្លាក់តកកសុកស្រាប់ថាខ្សក់បក់មកទៅជាក់ឡើងតិចមែនទែនហ្មងបងប្អូនហើយស្រាប់មកស្ទុះទៀតដើរទៅដល់ជើងភ្នំក្តៅខ្លាំងសឹងថាជាប់ស្បែកតែម្ដងហ្នឹងហើយប្រទេសស្វីសការមកលេងប្រទេសស្វីសតែងតែជួបជាមួយនឹងអាកាសធាតុដ៏កម្រទាំងអស់នេះជាពិសេសនៅដើមរដូវប្រាំងនេះតែម្ដងគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាម្ដងទៀតខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលបានជួបអ៊ំពូមីងដែលក៏រស់នៅក្នុងប្រទេសស្វីសនេះហើយអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែល comment ពាក្យល្អនិងចុច like ឬក៏ subscribe វីដេអូនេះឬក៏ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូបន្តទៀតពិសេសទៀតដើម្បីកំដរបរិយាកាសឲ្យរីករាយហើយជួបជាមួយ Ricky X នៅវីដេអូបន្តទៀតសូមអរគុណសូមគោរពលា